គាត់នៅមិនសុខឪពុកគាត់រវល់រឿងចាក់បាល់អាដីគេយកអស់73កន្លែងគឺគាត់រវល់រឿងចាក់បាល់ឥឡូវកូនគាត់អត់មានរវល់ចាក់បាល់ទេគាត់មករវល់រឿងទៅយកអាទិសស្ដី30កុកពីកណនី Facebook ពូលីនឹងយកមកលើកទី2ហើយតែលើកនេះខ្ញុំអត់ទ្រាំមិនបាននៅក្នុងការដែលត្រូវតែផ្សាយគឺដោយសារអីថ្នាក់ដឹកនាំកម្ពុជាយើងតនេពេកឬការងារមកកណោទៅមកពីចិនរឿងប៉ុណ្ណាណីដែលជាការទៅចូលក្នុងនាមជាមេដឹកនាំទៅសន្និសិទស្ដីអំពីបច្ចេកវិទ្យាសិប្បនិម្មិតបញ្ញាសិប្បនិម្មិត AI អីមកដល់និយាយរឿងអត់បានការអញ្ចឹងភ្លាមហើយចាំមើលខ្ញុំដកស្រង់ឲ្យខ្ញុំអានទាំងស្រុងតែម្ដងហើយចាំខ្ញុំបញ្យល់ថ្ងៃនេះគាត់និយាយចេះគាត់ថាបងប្អូនទៅមើល Facebook របស់លោកហ៊ុនម៉ាណែតណាខ្ញុំអត់មែននិយាយខ្លួនឯងទេខ្ញុំយកអ្វីដែលគាត់សរសេរលើ Facebook ឯងគាត់ដាក់ចេះសំទោសគាត់ថាថ្ងៃនេះខ្ញុំទៅបានអានអត្ថបទថ្មីមួយរបស់កណនីឈ្មោះមេតបលីពូសំទោសមែនពូលីខ្ញុំនឹងក៏ពេកដែរវាដូចថាវាអត់ចាប់អារម្មណ៍ដល់យូរទៅប្រច្រាស់លីពូហ្នឹងគឺក្រុម30កុកហ្នឹងហើយគឺជាឈ្មោះដែលគេខ្លែងកណនីមួយដែលអត់ទាំងប្រើឈ្មោះខ្លួនឯងផងហើយត្រូវនាយករដ្ឋមន្ត្រីទៅយកព័ត៌មានពីកណនីដែលអត់មានប្រភពដូចអារឿង The Sunday Guardian លក់មុងឯណាហ្នឹងរដ្ឋាភិបាលទៅយកមកផ្សាយធ្វើជាហេតុផលចង់រំលាយគណៈបកប្រឆាំងអីចឹងចុះតម្លៃថ្នាក់ដឹកនាំយើងនៅកន្លែងណាឆ្ងល់ដែរយើងអត់មានព័ត៌មានឯករាជ្យដែលខ្លួនឯងអាចដកស្រង់បានគឺវាអញ្ចឹងណាទៅដកស្រង់ពីស្អីមេតបលីពូឯណាដែលអត់ដែរស្គាល់ប្រភពសោះបើថាមានឈ្មោះជាមឌិតណាអីណាអញ្ចឹងបើចាស់លីពូហ្នឹងបើលោកហ៊ុនម៉ាណែតជាអ្នកបង្កើតខ្លួនឯងគ្រាន់តែសេទៅហើយជាអាណាមឹកហ្នឹងនៅណាទៅដឹងដូចស្អីគេកាលបកោណាប្របាទនរោត្តមសីហនុនៅមានបច្ចុប្បន្ននៅឡើយតាក់តងនឹងស្អីមិត្តរួមរិទ្ធរបស់គាត់មានដើមដឹងរួមរិទ្ធហ្នឹងណែណាឃើញតែលោកយកតែដកស្រង់អត្ថបទរួមរិទ្ធហ្នឹងយកមកវាយរដ្ឋាភិបាលឡើងទល់ខ្លួនរហូតដល់លោកហ៊ុនសែនទ្រាំបានតបទៅបកោណារឿងរួមរិទ្ធហ្នឹងឆ្លោះគ្នាបាយខ្ទិះដោយសាររឿងរួមរិទ្ធហ្នឹងឥឡូវមកចេញមេតបលីពូឯណាទៀតឯងគាត់ចង់លេងស្ទីលបកោណាចាស់ឬក៏យ៉ាងម៉េចប្រជាពលរដ្ឋខ្មែរយើងនឹងវល់គ្មានទិសតំបន់ទេដោយសារតែថ្នាក់ដឹកនាំទៅចឹងមិនដឹងជាស្អីទិសតំបន់នៅណាខ្ញុំពងតែឆ្ងល់រកឯកសារណានោះ CNN ABC អាមេរិកឬក៏ NBC NHK ជប៉ុនឬក៏ Channel New Asia ឬក៏ NPR របស់រដ្ឋរបស់អាមេរិកឬក៏ថាកាសែតណាឲ្យផ្លូវការឲ្យកុំទៅយកភ្នំពេញប៉ុស្តិ៍ខ្មែរ Times ស្អីគ្មានបានប្រយោជន៍ទេព្រោះកាសែតអស់នេះសិតតែកាសែតត្រជើងរដ្ឋាភិបាលមកយកហើយនៅពេលដែលអស់លក់ឲ្យម្ចាស់ថ្មីអីវាអត់មានអញទៅនិយាយទៅយករឿងលីពូមេតបលីពូឯណាធ្វើដោយរឿងហ្នឹងគឺថាសម្បើមមែនតើខ្ញុំលោកហ៊ុនម៉ាណែតប្រហែលជាកំពុងស្ដាប់សារនេះណាលោកហ៊ុនម៉ាណែតវ័យឆ្នាំនេះគឺ50ឆ្នាំដូចខ្ញុំចឹងកាត់ឆ្នាំរងដូចគ្នាអាយុ76ដូចគ្នាខ្ញុំអត់ដឹងគាត់បងឬប្អូនខ្ញុំប៉ុន្តែខ្ញុំកើតខែមីនាហេងសុយអាចបងលោកហ៊ុនម៉ាណែតបងខែក៏ប៉ុន្តែមិនអីទេខ្ញុំអត់ចង់ប្រៀបប្រដូចថាអាយុដំណាលគ្នាហេតុអីបានយើងគិតផ្សេងគាត់គិតផ្សឹងទេខ្ញុំចង់និយាយថាលោកជានាយករដ្ឋមន្ត្រីណាមិនមែនជាមនុស្សសាមញ្ញដូចខ្ញុំទេណាមិនមែនជាមនុស្សសាមញ្ញដូចខ្ញុំទេណាបើទោះមនុស្សសាមញ្ញដូចខ្ញុំក៏ខ្ញុំអត់ទៅប៉ាតណាប៉ាតណីដូចលោកហ៊ុនម៉ាណែតចឹងដែរតែលោកជានាយករដ្ឋមន្ត្រីទៅមើលប្រភពផងមេតបលីពូហ្នឹងណាគេកណនី Facebook គ្មានប្រភពគ្មានអីអញ្ចឹងហើយយកមកផ្សាយធ្វើដូចរឿងប្រព័ន្ធមេឃហើយយកមកដាក់នៅក្នុងហ្នឹងគឺជាការគំរាមកំហែងដល់បណ្ឌិតមកកណោចាំមកខ្ញុំនិយាយហេតុអីបានជាគាត់លើកយកមេតបលីពូហើយដូចខ្ញុំនិយាយចឹងថាបើលោកហ៊ុនម៉ាណែតជាអ្នកបង្កើតកណនីនេះក៏គ្មានអ្នកណាដឹងដែរហើយបើកណនីនេះវាអត់មានប្រភពច្បាស់លាស់បែបនេះអត់មានចង់និយាយថាជាឈ្មោះពិតជាឈ្មោះរហស្សនាមបែបនេះហើយយើងទៅយកមកដែរហើយចឹងមិនថាទល់ពធអារឿងដី73កន្លែងហ្នឹងនៅហ្នឹងហើយយើងដោះស្រាយរឿងរឿងដុំថ្មចោលឆ្កែសិនតោះលោកហ៊ុនម៉ាណែតគាត់និយាយចេះថ្ងៃនេះខ្ញុំទើបបានអានអត្ថបទថ្មីមួយរបស់កណនីឈ្មោះមេតបលីពូដែលអត្ថបទជាច្រើនរបស់គាត់សរសេរបានល្អណាបាញ់ន័យថាគាត់មើលគ្រប់អត្ថបទរបស់មេតបលីពូហ្នឹងហើយបែបសាបងាយយល់ក៏ប៉ុន្តែមានន័យជ្រៅនិងផ្អែកលើទស្សនវិជ្ជាជាក់ស្ដែងទៀតខ្ញុំសូមយកមកផុសបន្តអត្ថបទបែបកំ pl ែងថ្មីមួយនេះអំពីបណ្ឌិតចេះគ្រប់រឿងជូនបងប្អូនអានកំសាន្តដូចខាងក្រោមខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍រឿងពី3ម៉ាត់ដែលលោកហ៊ុនម៉ាណែតនិយាយព្រោះគាត់អត់មាននិយាយអីលើសនឹងទៀតទេគឺគាត់ដកស្រង់ពីមេតបលីពូមកទាំងអស់ទី1គាត់និយាយថា
អត្ថបទលីពូហ្នឹងគឺសាបភាសាសាបនេះគឺជាភាសាថ្មីមួយនៅក្នុងបរិបទកម្ពុជាប្រហែលជាមួយឆ្នាំចុងក្រោយហ្នឹងឮគេនិយាយច្រើនណាស់បែបសាបបងប្អូនសាបហ្នឹងគឺដូចជាភាសាអង់គ្លេសថា simple សាមញ្ញងាយសាបស្លៀកពាក់បែបសាបហូបចូលហាងអីបែបសាបបានន័យថាវាមិនគ្រប់ថាអឹកកថឹកវាមិនដូចជាប្រសេកប្រសាយអីពេកល្មមដូចថាស្អីក៏បានលីហាលអីក៏បានដែរណាសាបហូបក៏មករស់អញ្ចឹងភាសាសាបហ្នឹងខ្ញុំប្រើតាមគេទេខ្ញុំមិនដឹងដែរព្រោះយើងទៅអត់ទាន់គេទេស្រុកខ្មែរបើយើងនៅអាមេរិក12ឆ្នាំហើយតែខ្ញុំនៅតែដឹងថាពាក្យសាបហ្នឹងគឺសំដៅទៅលើសាមញ្ញធម្មតាងាយយល់ដូចគាត់និយាយចឹងគាត់ប្រើពាក្យសាបងាយយល់ហើយគាត់ប្រើពាក្យថាមានន័យជ្រៅគាត់ជឿជាក់ទៅលើអ្វីដែលលោកលីពូនឹងនិយាយមេតបលីពូនឹងនិយាយហ្នឹងគឺមានន័យជ្រៅផ្អែកលើទស្សនវិជ្ជាជាក់ស្ដែងទៀតណាសំខាន់គាត់គ្រប់គ្រង 100% អ្វីដែលជាអត្ថបទកំ pl ែងរបស់មេតបលីពូហ្នឹងគឺជាអត្ថបទដែលងាយយល់មានន័យជ្រៅហើយជាក់ស្ដែងត្រូវនឹងបរិបទស្រុកខ្មែរទៀតដែលគាត់លើកទឹកចិត្តឲ្យយើងស្ដាប់ទៅព្រោះគាត់គ្រប់គ្រងហើយចុងក្រោយគាត់ថាអត្ថបទនេះគឺជាកំ pl ែងដើម្បីនិយាយអំពីបណ្ឌិតចេះគ្រប់រឿងណាគាត់ចាប់ផ្ដើមរករឿងបណ្ឌិតចេះគ្រប់រឿងហ្នឹងឲ្យអានស្ដាប់ទៅកុំចេះគ្រប់រឿងពេកហេតុអីបានជាគាត់និយាយបិទមាត់បណ្ឌិតចេះគ្រប់រឿងតោះបណ្ឌិតយើងនៅស្រុកខ្មែរនៅម៉ានអ្នកទៀតខ្ញុំកំពុងតែឆ្ងល់ដែលអត់មានសោះហើយនឹងបណ្ឌិតអស់ហើយលីងមកស្រុកខ្មែរបណ្ឌិតសពថ្ងៃណាចាំខ្ញុំនិយាយឲ្យនៅឲ្យលឺដែលធ្លាប់បណ្ឌិតកែមលីគេស្លាប់ចោលបាត់10ឆ្នាំហើយមិនបាច់និយាយទេបណ្ឌិតដែលយើងនៅលឺយូគេហៅម្ដងលោកបណ្ឌិតមាសនីគេហៅម្ដងហ្នឹងគេទៅស្ទាល់ទេព្រោះគាត់អត់ត្រូវគ្នាជាមួយនឹងទស្សនៈបណ្ឌិត7មករាទេលោកបណ្ឌិតសុកទូចដែលគេហៅឈ្មោះថាជាបណ្ឌិត7មករាពីមុនគាត់ជាបណ្ឌិតមិនមែន7មករាដល់ពេលចូលជាប្រធានបណ្ឌិតសភាគេហៅលោកបណ្ឌិត7មករាដែរបណ្ឌិតកិនភាគាត់នៅបណ្ឌិតសភាដែរគឺពីមុនមកគឺគាត់ក៏មិនសូវហ៊ាននិយាយអីច្រើនដែរបណ្ឌិតកិនភាមកពីភូមិកំណើតជាមួយលោកបណ្ឌិតកែមលីឥឡូវនេះហ៊ាននិយាយខ្លះគេប្រឡែងឲ្យខ្លះប៉ុន្តែម៉ាត់ណាចុងកតុយគឺត្រូវតែបិទកតុយគឺត្រូវតែបន្ទោសមន្ត្រីរាជការសរសើរថ្នាក់ដឹកនាំតែខំធ្វើដោយសារមន្ត្រីក្របលពៅក្របលមុតដែលធ្វើឲ្យថ្នាក់ដឹកនាំពិបាកដឹកនាំអាហ្នឹងលោកបណ្ឌិតកិនភាហ៊ាននិយាយការពិតដែរប៉ុន្តែការពារមេដឹកនាំគ្រប់ម៉ាត់បណ្ឌិតយងពៅបាទបណ្ឌិតយងពៅហ្នឹងគឺឥឡូវហ្នឹងគេឲ្យរហស្សនាមថាបណ្ឌិត7មករាដែរនឹងអត់ឃើញព្រោះតិចពេកឥឡូវមានតែ4មានលោកបណ្ឌិតមាសនេះបណ្ឌិតសុកទូចបណ្ឌិតកិនភាបណ្ឌិតយងពៅបាទសូមទោសបងប្អូនខ្ញុំលោកឲ្យលោកបើបណ្ឌិតស្រុកគេវិញខ្ញុំភ្លេចឈ្មោះតែបណ្ឌិតស្រុកយើងរាប់អស់ម្រាមដៃបានតែ4អស់លីងហ្នឹងហើយឥឡូវបណ្ឌិត3 4នាក់ហ្នឹងដែលឧស្សាហ៍ឃើញគេមានវេទិកាមានអីនេះហ្នឹងអូចេញបណ្ឌិតមួយទៀតមកពីរុស្ស៊ីហើយខ្ញុំសរសើរបណ្ឌិតហ្នឹងណាព្រោះតែលឺសាររបស់គាត់ប្រហែលខែចុងហើយបណ្ឌិតនេះអត់យូរទេបណ្ឌិតដែលមកពីរុស្ស៊ីដែលខ្ញុំសរសើរនេះសុំទោសខ្ញុំអត់សរសើរលោកឲ្យស្លាប់ទេខ្ញុំចង់បង្អាប់លោកឲ្យរស់ដែរក៏ប៉ុន្តែខ្ញុំសរសើរឧត្តមគតិមនសិការជាបណ្ឌិតដែលខ្ញុំសរសើរមួយរូបក្រៅពីបណ្ឌិតមាសនេះគឺមានជប់ខ្ញុំរកឈ្មោះតិចសិនបងប្អូនកុំឲ្យអានឈ្មោះគាត់ខុសតកោគាត់ញិលហេតុអីក៏ភ្លេចលោកបណ្ឌិតយើងវាតិចពេកអត់សូវលឺសោះញិលរដ្ឋាលោកបណ្ឌិតញិលរដ្ឋាជាអ្នកជំនាញភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិលោកធ្លាប់ទៅរៀននៅរុស្ស៊ីអ្នកទៅរៀនរុស្ស៊ីសិតតែខួរក្បាល7មករាប៉ុន្តែប្លែកតែលោកបណ្ឌិតញិលរដ្ឋានេះមកវិញគឺគាត់និយាយថ្ងៃនេះពេញចិត្តមែនតើហើយខ្ញុំថាលោកបណ្ឌិតញិលរដ្ឋានេះអត់យូរទេខ្ញុំឃើញលោកហ៊ុនម៉ាណែតសាររបស់លោកហ៊ុនម៉ាណែតនេះណាមែនតើសំដៅទៅលើបណ្ឌិតញិលរដ្ឋានេះច្រើនជាងពួកបណ្ឌិត7មករាដូចលោកកិនភាលោកសុកទូចលោកយ៉ុងពៅអីគាត់និយាយកាន់តែជើងរដ្ឋាភិបាលមកយុហើយចឹងលោកហ៊ុនម៉ាណែតអត់ត្រូវការស្អប់ខ្ពើមអីពួកគាត់ទេតែអាចជាសារផ្ញើដល់លោកបណ្ឌិតញិលរដ្ឋាហើយចាំខ្ញុំពន្យល់ថាបណ្ឌិតញិលរដ្ឋាហ្នឹងគាត់និយាយអីបានធ្វើឲ្យលោកហ៊ុនម៉ាណែតហ្នឹងមកយករឿងស្អីគេតាក់តងនឹងរឿងមេតបលីពូនោះមកនិយាយឲ្យជារឿងកំ pl ែងតោះឥឡូវកុំឲ្យខាត់ពេលយូរលោកហ៊ុនម៉ាណែតយករឿងរបស់មេតបលីពូដែលជារឿងកំ pl ែងនេះដែលមានខ្លឹមសារដូចតទៅលោកមេតបលីពូគាត់ទៅសេចេះអង្គុយស្ដាប់បណ្ឌិតម្នាក់ឡើងវិភាគក៏នឹកឃើញរឿងបណ្ឌិតនិងអ្នកចៅទូករឿងចិនទេ
អញ្ចឹងលោកថាអង្គុយហ្នឹងខ្ញុំហ្នឹងលោកហ៊ុនម៉ាណែតទៅដកស្រង់ពីកណនី Facebook របស់មេតបលីពូហ្នឹងណាហើយមេតបលីពូហ្នឹងគាត់ទៅសេចេះអង្គុយស្ដាប់បណ្ឌិតម្នាក់ឡើងវិភាគក៏នឹកឃើញដល់បណ្ឌិតសំទោសក៏នឹកឃើញដល់រឿងបណ្ឌិតនឹងអ្នកចៅទូករឿងនេះតែខ្ញុំលើកទី1ដែរតាមពិតខ្ញុំចេះរឿងកំ pl ែងច្រើនណាស់រាប់ពាន់កំ pl ែងតែរឿងកំ pl ែងនេះជារឿងថ្មីមួយសម្រាប់ខ្ញុំអរគុណលោកហ៊ុនម៉ាណែតដែរដែលចែករឿងកំ pl ែងពីមេតបលីពូខ្ញុំដែរទៅមើល Facebook របស់មេតបលីពូនឹងទេព្រោះខ្ញុំដឹងថា Facebook ណាក៏ដោយឲ្យតែមានឈ្មោះរហស្សនាមហ្នឹងគឺខ្ញុំជាអ្នកកសែតគឺខ្ញុំទាត់ចោលហើយព្រោះអីយើងទៅក្លាហានប៉ុណ្ណាទៅដើម្បីជួយជាតិសំបីតែឈ្មោះរបស់ខ្លួនយើងហ្នឹងក៏យើងកែទៅជារហស្សនាមបាត់ទៅហើយហ្នឹងយើងលាក់ឈ្មោះដូចកែបនៅក្នុងស្នូកណាកែបដូចដើរក្នុងស្នូកហ្នឹងតើវាមានន័យអីដើម្បីយកមកពិចារណាចឹងបានថាវាយើងនឹងទៅឲ្យកិត្តិយសគាត់ពេលឥឡូវនាយរដ្ឋមន្ត្រីឲ្យកិត្តិយសទៅដល់កណនីរហស្សនាមអញ្ចឹងគាត់ថារឿងបណ្ឌិតនិងអ្នកចែកទូកហ្នឹងគឺនៅស្រុកចិនគាត់ថាពេលជិះទូកឆ្លងទន្លេក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុកក៏ចាប់ផ្ដើមសួរសំណួរជាច្រើនទៅអ្នកចែកទូកហ្នឹងតាមពិតបណ្ឌិតហ្នឹងគេជិះទូកអ្នកចែកទូកហ្នឹងគេចែកទូកដឹកបណ្ឌិតយើងបណ្ឌិតនៅចិនណារឿងយូរហើយរឿងបុរាណរឿងកំ pl ែងចែកទូកគេចែកគ្នាពីរឿងនេះពីរឿងនោះចឹងដល់ពេលមិនដឹងសុកអីស្រាប់តែបណ្ឌិតនោះអស់រឿងអីសួរក៏ទៅសួរអ្នកចែកទូកនឹងលេងគាត់សួរចេះដោយសារអីដឹងថាអ្នកចែកទូកនឹងទី1អត់មានចំណេះដឹងអីជ្រៅជ្រះទេទី2ក៏អត់មានបទពិសោធន៍ទី3គឺគ្មានទាំងឱកាសរៀនសូត្រសិក្សាអីបានត្រឹមតែប្រើកម្លាំងរស៊ីចែវទូកចិញ្ចឹមធ្វើមិនគាត់ទៅសួរសំណួរជ្រៅអីសួរមិនកើតទេសួរសំណួរសាបរាក់ហ្នឹងទៅអូខេដូចសួរសំណួរជ្រៅដល់បណ្ឌិតអីវាទៅសួរអ្នកចែវទូកអីវាមិនកើតអញ្ចឹងណាហ៎ក្រុមបណ្ឌិតហ្នឹងក៏និយាយថាអ្នកចែវទូកឯងអត់បានសិក្សាជីវិតបរាជ័យគឺ 50% ហើយបានន័យថានិយាយប្រាប់ទៅអ្នកចែវទូកហ្នឹងថាចែវទូកអញ្ចឹងអត់បានរៀនសូត្រអត់មានចំណេះជំនាញអីក្នុងខ្លួនអញ្ចឹងគឺក្នុងជីវិតអ្នកឯងគឺបរាជ័យ 50% បាត់ទៅហើយការងារធ្វើអត់ការងារធ្វើសំទោសអត់ដែលធ្វើការងារបានន័យអត់ដែលធ្វើការងារសង្គមអត់ដែលធ្វើការងារក្នុងប្រូអត់ដែលចូលប្រឡូកក្នុងនយោបាយអីចែវតទូកហ្នឹងអត់បត់ពិសោធន៍អាហ្នឹងបរាជ័យ 25% ទៀតអញ្ចឹងជីវិតរបស់អ្នកចែវទូកហ្នឹងបើនិយាយដោយការគិតរបស់បណ្ឌិតគឺបរាជ័យ 75% ហើយនៅសល់តែ 25% ទៀតទេហើយបើនិយាយពីពឹងលើមុខរបរតែចែវទូកមួយនិងឱកាសជោគជ័យក្នុងជីវិតគឺមានតែ 25% នឹងតែប៉ុណ្ណឹងឯងអញ្ចឹងបណ្ឌិតហ្នឹងគេនិយាយអញ្ចឹងគឺសាបអញ្ចឹងគឺចែវទូកអត់រៀនជីវិតបរាជ័យ 50% អត់បានបទពិសោធន៍អត់បានចូលរួមក្នុងសង្គមអីច្រើនទៀតបរាជ័យ 25% ទៀតអញ្ចឹងជីវិតជោគជ័យឱកាសមានតែ 25% ហ្នឹងបានន័យថាបរាជ័យហ្នឹងមិនអញ្ចឹងព្រោះអីជីវិតយើងតែឱកាសតែក្រោម 50% គឺអត់ឱកាសហើយបានន័យថាប្រឡងដូចយើងប្រឡងចឹងបងប្អូនថាបើយើងប៊ីសជាប់ 49.9 បានន័យថាធ្លាក់ហើយបងប្អូនជាប់មួយយ៉ែនត50អញ្ចឹងបើប៊ីសធ្លាក់អាច50គត់ប៊ីសធ្លាក់អាហ្នឹងយើងជាប់តែនេះបានតែ 25% ចឹងបានន័យថាជីវិតរបស់អ្នកចែវទូកហ្នឹងគឺបរាជ័យឲ្យធ្លាក់ហើយក្នុងន័យរបស់បណ្ឌិតអញ្ចឹងគាត់បន្តទៀតអ្នកចែវទូកទោះបីជាគេនិយាយឌៀមដាមវិភាគពីជីវិតគាត់យ៉ាងណាក៏គាត់មិនខ្ចីមាត់បានតែត្រឹមញញឹមហើយប្រឹងចែវទូកទៅមុខធម្មតាបងប្អូនត្រូវស្ដាប់ឃ្លានេះឲ្យមែនតើណាព្រោះឃ្លានេះគឺជាឃ្លាពេញចិត្តរបស់លោកហ៊ុនម៉ាណែតហើយអ្នកចែវទូកទោះបីជាគេនិយាយឌៀមដាមវិភាគជីវិតគាត់យ៉ាងណាក៏គាត់មិនមាត់បានត្រឹមតែញញឹមហើយប្រឹងចែវទូកទៅមុខធម្មតារហូតដល់កណ្ដាលទន្លេគាត់ក៏បង្អង់ទូកហើយស្រែកសួរក្រុមបណ្ឌិតអញ្ចេះមើលលោកបណ្ឌិតខ្ញុំសួរមកសំណួរបានទេបណ្ឌិតក៏ឆ្លើយវិញសួរសំណួរអីក៏បានដែរព្រោះគេជាបណ្ឌិតនោះដែលតល់ហើយអ្នកចែវទូកក៏សួរទៀតថាលោកបណ្ឌិតទាំងអស់គ្នានឹងមានចេះហែលទឹកឬទេបណ្ឌិតក៏តបថាមនុស្សរស់នៅដីគោករៀនសូត្រតែរហូតមានចេះពេលឯណាមកចេះហែលទឹកពលរវល់រៀនអ្នកចែវទូកក៏ស្រែកប្រាប់វិញថារៀនដល់បណ្ឌិតចេះប៉ុណ្ណឹងដែរតែភ្លើមិនព្រមរៀនហែលទឹកមេឃខ្មៅហើយព្យុះមកហើយបើលោកបណ្ឌិតមិនចេះហែលទឹកទេឱកាសជោគជ័យរបស់លោកបណ្ឌិតទាំងអស់ហ្នឹងគឺស្មើនឹង0និយាយរួចអ្នកចែវទូកក៏លោតទឹកក៏លោតសំទោសនិយាយរួចអ្នកចែវទូកក៏លោតទឹកហែលទៅរកច្រាំងឯបណ្ឌិតក៏ត្រូវព្យុះបក់បោកផាត់ស្លាប់តៃហោងទៅអើយ
ចឹងលោកមេតបលីពូហ្នឹងក៏គាត់បញ្យល់ទៀតថាពាក្យខ្មែរយើងនិយាយថាសេដ្ឋីគេនៅខ្វះអំបែងបណ្ឌិតនៅមានពេលខ្លះល្ងងមិនមែនគ្រប់បណ្ឌិតនិយាយមកសុទ្ធតែត្រូវទេបណ្ឌិតគ្រាវជ្រូកខ្លះនិយាយចេញមកអន់ជាងអ្នកចែវទូកនឹងផងបើយើងជំនាញសេដ្ឋកិច្ចវិភាគតែសេដ្ឋកិច្ចទៅកុំវិភាគរឿងយុទ្ធសាស្ត្រតបវាយលុកឬដកថយជាការសម្រេចចិត្តរបស់មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយសារយោងតាមសភាពការជាក់ស្ដែងកុំបានកាន់ក្បាលមីក្រូពុលទឹកមាត់កងនិយាយថាចាំកើតបណ្ឌិតសិនចាំរិះគន់បណ្ឌិតអត់ទេត្រឹមតែអ្នកចែវទូកក៏រិះគន់បានដែរអាហ្នឹងពាក្យរបស់មេតបលីពូពេញចិត្តលោកហ៊ុនម៉ាណែតទាំងអស់ឥឡូវខ្ញុំពន្យល់ហេតុអីបានជាខ្ញុំដាក់ចំណងជើងថាលោកហ៊ុនម៉ាណែតលើកទឹកចិត្តឲ្យបណ្ឌិតចេះបិទមាត់កុំធ្វើខ្លួនចេះគ្រប់រឿងខ្ញុំស្រក់ទឹកភ្នែកនៅពេលដែលក្តីសង្ឃឹមទៅលើមេដឹកនាំកម្ពុជាលោកហ៊ុនម៉ាណែតនេះខ្ញុំអស់សង្ឃឹមដំបូងឡើយខ្ញុំសង្ឃឹមគាត់ច្រើនណាស់ព្រោះគាត់ជាបញ្ញវន្តមួយរូបបានមករៀននៅ West Point នៅអាមេរិកអីនេះទៀតណាមកដល់នៅក្នុងទឹកដីអាមេរិកនៅញូវយ៉កអីហ្នឹងគឺចូលរៀននៅ West Point សាលាយោធាដែលបណ្ដុះបណ្ដាលជំនាញមនុស្សឲ្យយល់ពីវិជាយោធាពិសិដ្ឋមនុស្សពីប្រជាធិបតេយ្យរស់នៅក្នុងរបបប្រជាធិបតេយ្យលោកដឹងលោកអីច្បាស់អស់ហើយទៅរៀននៅប្រទេសអង់គ្លេសណានោះចក្រភពអង់គ្លេសមានសញ្ញាបត្រអនុបណ្ឌិតអីនៅនឹងទៀតខ្ញុំពេញចិត្តឮសូរគាត់កាន់ជាតំណែងនាយករដ្ឋមន្ត្រីហើយពីឪតកូនហើយទៅតកូលអីតកូលដូចខ្ញុំប្រាប់ចឹងខ្ញុំអត់ខ្វល់តកូលណាកាន់ប្រទេសទេតកូលហ៊ុនតកូលសុកតកូលទាតកូលរុងតកូលកំតកូលសតកូលមៀចតកូលថាច់តកូលចៅតកូលអីក៏ដោយកាន់ចោះប្រទេសកម្ពុជាហ្នឹងឲ្យតែខ្មែរយើងមានប្រជាធិបតេយ្យបានសុខទាំង18លាននាក់អត់អីទេខ្ញុំសប្បាយចិត្តតែកាលពីដំបូងហ្នឹងថាគាត់ជាបញ្ញវន្តអីដែរតលតែឡើងកាន់អំណាចភ្លាមខកចិត្តស្ដោកហ្មងព្រោះដឹងថាគាត់ជាអាយ៉ងរបស់លោកហ៊ុនសែនហើយបើសិនជាគាត់ថាបើជាលោកហ៊ុនសែនមកយើងដឹងថាគាត់ចឹងដល់ពេលកូនទៅជាអាយ៉ងទៀតតែយើងសង្ឃឹមអីព្រោះឥឡូវមេអាយ៉ងហ្នឹងកាន់តែចាស់ទ្រុឌទ្រោមទៅទៀតដល់ពេលអាយ៉ងដួលព្រឹបមកមេអាយ៉ងដួលព្រឹបមកអាយ៉ងហ្នឹងគឺវាត្រូវតែដួលភីងប្រជាប្រដ្ឋ18លានអ្នកទៅឯណានេះដែលជាការអស់សង្ឃឹមរបស់ខ្ញុំណាហើយដល់ឥឡូវគាត់បាញ់បញ្ជាក់ឲ្យអស់សង្ឃឹមនឹងពីមួយថ្ងៃទៅមួយថ្ងៃទៀតគឺអត់មានធ្វើអីឲ្យប្លែកពីលោកហ៊ុនសែនទេអង្គុយកាន់ចកោតឲ្យលោកហ៊ុនសែនកាច់ចកោតហើយនឹងអង្គុយអោបដៃទៅក្រោយនឹងហើយងាកសួររហូតហើយឪពុកនឹងក៏តែអញ្ចឹងដែរបើដឹងថាកូននឹងចង់លើកទៅខ្លួនឯងអាយុ70ជាងហើយរស់នៅបានប្រហែលឆ្នាំទៀតពេលចង់បន្តឲ្យសល់គេមរតកដើម្បីបង្រៀនកូនឲ្យចេះស្ទូចត្រីអត់ទៀតនៅបេះត្រីបច្ចុកកូននឹងទៀតហើយអាយុប្រហែល70ដោយគាត់ទៅហើយសុខភាពមិនធាប្រហែលឆ្នាំទៀតបើគាត់រស់ដល់អាយុ120ក៏ដោយតែចាប់ពី70ទៅអាសតិបញ្ញាស្មារតីយើងវាចុះដូចឡានចាស់អញ្ចឹងយើងត្រូវការឲ្យក្មេងជំនាន់ក្រោយមកកសាងយើងធ្លាប់ធ្វើអាយ៉ងហ្នឹងឥឡូវយើងទ្រុឌទ្រោមហើយយើងកាន់ដៃចាប់ផ្ដើមញ័រហើយចុះដល់ពេលអត់ពីយើងទៅអាយ៉ងហ្នឹងមិនធ្លាក់ទៅដីលែងធ្វើអីកើតអត់ព្រមរឲ្យបរៀនឲ្យស្ទូចត្រីនៅបច្ចុកត្រីហើយលោកហ៊ុនម៉ាណែតហ្នឹងហាមាត់ជាក្រុងចាំហូបត្រីឲ្យបច្ចុកអត់មានតតាំងអត់មានដោះស្រាយធ្វើអីឲ្យខុសឪអីអត់ទេឪថាម៉េចគឺកូនថាអញ្ចឹងមានតែធ្វើលឹះឪទៅទៀតហើយដល់ពេលអញ្ចឹងទៅខកចិត្តហ្មងខ្ញុំខកចិត្តមែនតើដូចខ្ញុំនិយាយអញ្ចឹងកាន់ទៅអត់អីទេប៉ុន្តែខកចិត្តទាំងអត់មានធ្វើអីឲ្យខុសហើយខ្ញុំថាហេតុអីបានជាគណៈបកប្រជាជនកម្ពុជាធ្លាក់ដល់ចំណុចនេះសិល្បៈនៅក្នុងការធ្វើនយោបាយគេដឹងយើងបោកប្រជាប្រដ្ឋគ្រប់តែរឿងទេក៏ប៉ុន្តែឲ្យបោកឲ្យសមយើងទៅមើលកុនណាបងប្អូននយោបាយនៅស្រុកខ្មែរដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជារាប់សប្តាហ៍ថ្ងៃហ្នឹងដូចយើងទៅមើលល្ខោនមើលកុនអញ្ចឹងបងប្អូនយើងមើលកុន Hollywood ណាយើងមិនដឹងថាគេកុហកទេបងប្អូនមិនមែនជាភាពយន្តឯកសារទេគឺកុនគឺយើងទៅមើលឃើញតួនឹងកំសត់យើងយំយើងអីយើងខឹងយើងអីតាមគេដោយសារសិល្បៈនៅក្នុងការសម្ដែងកុនយើងមិនមែនល្ងង10គត់មិនដឹងថាទៅមើលកុនហ្នឹងគេកុហកទេយើងដឹងតាប៉ុន្តែយើងសរសើរស្នាដៃនិពន្ធកុនស្នាដៃដឹកនាំរឿងស្នាដៃសម្ដែងស្នាដៃស្លៀកពាក់ស្នាដៃធ្វើឲ្យដូចការពិតគឺយើងពេញចិត្តគ្រប់រឿងនៅក្នុងសេណារីយ៉ូនៃសាច់រឿងនឹងឲ្យបានជាសិល្បៈនៅក្នុងការផលិតកុនគឺគេសម្ដៅទៅលើអញ្ចឹងតួឆ្នះគឺឆ្នះតួកំ pl ែងគឺកំ pl ែងធ្វើឲ្យយើងពេលខ្លះចង់ចោលដបទឹកសុទ្ធទៅមើលតារាសម្ដែងណាអីចង់ចូលតួដោយសារអីសិល្បៈនៅក្នុងការសម្ដែងឲ្យយើងអ្នកមើលនឹងជឿគេដឹងតាកុនហ្នឹងគេដឹងតាល្ខោនតាតែអស់លោកពីអ្នកឪកូនអត់មានចេះសម្ដែងអីសោះហ្មងគឺថាគឺងាប់កាឡាឪថាម៉េចកូនត្រូវតែធ្វើអញ្ចឹងអត់មានងាកជានាយករដ្ឋមន្ត្រីអត់មានធ្វើអីបានក្រៅតែពីចាំតែឪប្រាប់
ហើយអញ្ចឹងប្រជាពលរដ្ឋខកចិត្តចុះសំដែងខ្លះទៅឪនិយាយ10យើងធ្វើ5ទៅខ្ញុំទាស់ឪ5វិញទៅឲ្យប្រជាពលរដ្ឋនឹងមានទឹកចិត្តថាណែកូនគេមិនមែនដូចឪទេណាបើយើងមិនពេញចិត្តអីក៏ដោយគេធ្វើប្លែកអត់សោះតែម្ដងគឺខ្លាចគ្រប់រឿងតែម្ដងគឺឪថាអីធ្វើនឹងឪថាអីធ្វើដូចទីងម៉ងហ្មងថាយើងថាអាយ៉ងវាយ៉ងហើយតែនេះទីងម៉ងទៀតបើអាយ៉ងគ្រាន់បើមានខ្សែញាក់តែយើងជាទីងម៉ងហ្មងបងប្អូនអត់មានខ្យល់បក់អីសោះឬក៏អីនៅនឹងថ្កល់ចឹងហ្មងបើខ្យល់បក់មកគ្រាន់តែវិចវើកអីចឹងទៅងាប់ហ្មងជានាយករដ្ឋមន្ត្រីចឹងងាប់ហើយធ្វើខ្លះទៅអត់មានទៅខ្លាចអំណាចលោកហ៊ុនសែនជាឪពុកនឹងអីទេយើងជានាយករដ្ឋមន្ត្រីតាធ្វើទៅរឿងស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យអត់ត្រូវការគណៈបកណាមកបញ្ជាយើងទេយើងប្រើមនសិការឧត្តមកតេសម្បញ្ញញ្ញៈពិភពលោកគេថ្កោលទោសយើងហើយដោះលែងអ្នកទោសមនសិការអត់ចាំបាច់ស៊ូឪទេដោះលែងឲ្យលោកកម្មសខាមានសិទ្ធិនយោបាយដោះលែងឲ្យលោករងឈុនមានសិទ្ធិនយោបាយដោះលែងហើយមកប្រកួតមកខ្លាចម៉េះលោករងឈុនហ្នឹងលោកហ៊ុនម៉ាណែតកម្លាំងស្មើនឹងខ្ញុំអាយុ50ឆ្នាំលោករងឈុនអាយុ60ហើយ50ជាងហើយជិត60ហើយលោកកម្មសខាដូចចិត្តហើយហើយទៅខ្លាចស្អីកម្លាំងប៉ុនគ្នាវាយទៅយើងមើលចិត្តជាកីឡាករតិចទៀតចូលដល់រឿងកីឡាករខ្មែរនៅអូស្ត្រាលីខុសគីឡូគ្នាតែ2គីឡូអត់ឡើងវាយគ្នាផ្អើលពេញស៊ីដនីចាំខ្ញុំពន្យល់ចិត្តជាកីឡាករគឺគេចង់បានយុត្តិធម៌ក៏ប៉ុន្តែយើងចិត្តជាកីឡាករគឺយើងទៅខ្លាចអ្នកដែលមានវ័យចាស់ជរាជាងយើងទៅវិញណាវាគេចំពោះខ្ញុំវិញណាវាគួរតែលោករងឈុននិងលោកកម្មសខាទេដែលឡំប៉ាមិនហ៊ានប្រកួតជាមួយលោកហ៊ុនម៉ាណែតដែលក្មេងជាងអាយុទៅ50គេនេះវាអាយុ60 70អស់ហើយវាគួរតែខាងនោះមកឡំប៉ាខាងណាវាទៅជាលោកហ៊ុនម៉ាណែតនឹងទៅឡំប៉ារឿងគេអាយុចាស់ជាងអត់ហ៊ានប្រកួតវិញហាក់ទៅនៅស៊ីដនីកីឡាករយើងឡុងសំណាងទៅវាយជាមួយកីឡាករខ្មែរអូស្ត្រាលីលើសគីឡូគ្នាតែ1គីឡូ9ខាំអត់ដល់2គីឡូផងយើងអត់វាយដោយសារតែវាអត់យុត្តិធម៌វាចង់ឲ្យគីឡូ60ប្រមាណ68នឹងស្មើគ្នាអត់ដោយសាររឿងហ្នឹងវាយគ្នាផ្អើលឥឡូវនេះចាំខ្ញុំផ្សាយបន្តិចទៀតខ្ញុំផ្សាយរឿងហ្នឹងហើយតែយើងជាកីឡាករដែរយើងអត់យល់ខ្ញុំខកចិត្តហ្នឹងគឺរឿងអញ្ចឹងទេខ្ញុំចង់ឲ្យលោកហ៊ុនម៉ាណែតហ្នឹងចេះធ្វើគេហៅ bad cops good cops bad cops good cops ហ្នឹងគឺបានន័យថាជារឿងមួយដែលគេសម្ដែងធ្វើចិត្តល្អខ្លះចិត្តអាក្រក់ខ្លះនៅក្នុងគណៈបកកណ្ដាលអំណាចហ្នឹងក៏ឲ្យក្រុមមួយក្រុមណាមួយនៅក្នុងរដ្ឋសភា120នាក់ដែលទេសមាជិកសភា120នាក់រសនាសមាជិកសភាគណៈបកប្រជាជនម្នាក់ដើម្បីឲ្យប្រឆាំងនៅក្នុងគ្នាគាត់អត់មានដែលទេបងប្អូននៅស្រុកអាមេរិកនេះណាលោកត្រាំមហាផ្ដាច់ការគាត់ចង់ដកណាក៏បានដែរតំណាងរាស្ត្រណាចៅក្រមណាតែគាត់ពុំមានហ្នឹងគឺចែកជើងគ្នាក៏ប៉ុន្តែតំណាងរាស្ត្ររបស់គណៈបកកណ្ដាលអំណាចរបស់លោកត្រាំគេមិនដែលស្ដាប់តាមលោកត្រាំធ្វើខុសគ្រប់រឿងទេគេតវ៉ាគេជំទាស់រហូតដល់ចុងក្រោយទៅបោះឆ្នោតគ្រប់គ្រងគណៈបកប្រឆាំងនៅក្នុងរដ្ឋសភាដើម្បីខ្ទាស់នឹងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ឯណានោះទៀតណាខ្ទាស់គណៈបកប្រឆាំងគេលោតមកចូលគ្រប់គ្រងគណៈបកសំទោគណៈបកកណ្ដាលអំណាចលោតចូលមកគណៈបកប្រឆាំងហើយគេមានតែខ្លាចបាត់តំណែងអីមិនមែនលោកត្រាំនឹងជាអ្នកឲ្យតំណែងគេណាតំណែងបានមកពីការប្រជាពលរដ្ឋបោះឆ្នោតឲ្យហ្នឹងតែខ្មែរយើងវិញប្រជាពលរដ្ឋបោះឆ្នោតឲ្យគណៈបករើសអានឹងឲ្យប្រព័ន្ធគេហៅសមាមាត្រអត់ឯកតបុគ្គលឯកតនាមតបោះទៅបោះឲ្យគណៈបកប្រជាជនដើររើសទៅមន្ត្រីណាបានលុយបានអីជួយបកជួយអីច្រើនឲ្យជាប់ជាសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាទៅលើកតាដៃហ្នឹងលើកតាដៃគ្រប់តែគ្នា120នាក់លើកតាដៃបើព្រឹទ្ធសភាវិញសុទ្ធតែមើលដោយអង្គញាប្រហែលអ្នកកុកអានលីយ៉ុងផាត់សុទ្ធតែជាប់ក្នុងបញ្ជីខ្មៅជនសង្ស័យរឿងអក្រិតកម្មឆ្លងដែនហើយសុទ្ធតែសមាជិកព្រឹទ្ធសភាអាស្រូវគេនៅក្នុងរដ្ឋសភាក្នុងព្រឹទ្ធសភាដោយសារតែមន្ត្រីអស់ទាំងនោះហើយបើថាមានការងារបោះឆ្នោតអីលើកតាដៃទេអត់ដែលជំទាស់ចុះហេតុអីបានជាអស់លោកមិនដឹងថាវាជាឆាកល្ខោនទេហេតុអីក៏មិនសម្ដែងឲ្យបងប្អូនមើលលេងស្រាប់តែគាត់ទៅលេងមែនតែនហ្មងអាហ្នឹងដូចរឿងកំ pl ែងដែលអីម្នាក់អីដែលឡើងទៅលេងកំ pl ែងភ្លេងស្គរទ្រុងទុងឆាំងមកស្រាប់ដល់ពេលចូលដល់តួដែលត្រូវមាននប់ហ្នឹងឲ្យទៅវាយយៈវាយអីហ្នឹងគឺអត់ឲ្យឈ្នះយៈទេគឺវាយបន្តិចបន្តួចទៅដួលទៅយៈចាក់យៈអីចឹងទៅស្លាប់បាត់ស្មារតីស្រាប់តាមលេងធាក់យៈយោខុសអាក្នុងការសម្ដែងគេទៀតធាក់យៈឡើងចងាប់ចងល់ដួលបកាច់បកិនខុសឈុតឆាកនៅក្នុងការសម្ដែងដល់ទៅពេលមេលខោនមកសួរមិនបានធ្វើប្រទេសផ្ដាស់មកធាក់យៈឡើងចង់ទ្រាំខ្លួនទល់ផ្អកបែបនេះរឿងឈុតហ្នឹងគឺអ្នកឯងត្រូវស្លាប់
គាត់ថាអត់មានធ្វើសន្លប់បានទេព្រោះអីគូតដឹងគាត់ហើយនឹងអនាគតម្ដាយក្មេងគាត់លក់នំបញ្ចុកនៅក្រោមកំពុងតែមើលអញ្ចឹងគាត់ត្រូវបង្ហាញអំពីភាពខ្លាំងរបស់គាត់ណាទៅជាអញ្ចឹងដោយរឿងកំ pl ែងអញ្ចឹងវិញណាបងប្អូនគេឲ្យលេងគឺគេឲ្យសម្ដែងយើងទៅលេងមែនតែនឥឡូវលោកហ៊ុនម៉ាណែតហ្នឹងគេឲ្យសម្ដែងអត់សម្ដែងគណៈបកប្រជាជនហ្នឹងខ្វះណាស់ហើយក្រុមគណៈបកប្រជាជនហ្នឹងមានតែរតាមអាក្រុម20តំណាងរាស្ត្រ20នាក់ទៅបើ120ទុក100ទៀតទៅឲ្យចិត្តតែលើកដៃឲ្យមាន20នាក់ហ្នឹងមកខ្ទាស់មកជំទាស់អីខ្លះទៅដើម្បីធ្វើឲ្យគណៈបកប្រឆាំងហ្នឹងបាត់រូបពីផែនដីហ្មងព្រោះបើមានប្រឆាំងនៅក្នុងជួរគណៈបកកាន់អំណាចប្រជាពលរដ្ឋគិតថាមានតំណាងរាស្ត្រគណៈបកប្រជាជនកម្ពុជាគេចេះប្រឆាំងដែរអញ្ចឹងស្តៀងតែក្រុមប្រឆាំងដែរអញ្ចឹងបោះឆ្នោតឲ្យគណៈបកប្រជាជនទៅបានទាំងស្របបានទាំងប្រឆាំងមកកញ្ចប់ទៅមួយគ្នាហួយហេតុអីក៏ល្ងងតែអស់លោកអត់ល្ងងទេអស់លោកឆ្លាតខូចហ្នឹងគឺអត់ហ៊ានតែហ៊ានបដ ாய் ទៅអញ្ចឹងប្រជាពលរដ្ឋឮថាអូគណៈបកប្រជាជនចេះនិយាយតតាំងប្រកែកអីដឹងពីបញ្ហារំលោភសិទ្ធិមនុស្សបញ្ហាអសកម្មសង្គមហើយយើងនៅសកាបែបនេះតែប្រជាពលរដ្ឋដឹងងាប់ហើយដូចភ្លើងចម្បាំងអញ្ចឹងឆេះទ្រុលហើយឆេះព្រៃអស់ហើយព្រៃក្នុងស្រុកខ្មែរត្រូវការភ្លើងប៉ុន្តែភ្នែកមន់នេះឆេះព្រៃ Amazon នេះឯងហើយដែលគណៈបកប្រជាជនកម្ពុជាអត់ហ៊ានសម្ដែងណាបងប្អូនគឺលេងមែនតែនដែលរឿងហ្នឹងរឿងសម្ដែងសោះយើងបែរទៅជាលេងមែនតែនដូចតួលខោនដែលមាននប់ទៅធាក់យ៉ាក់ឡើងទល់ផ្អកហ្នឹងអញ្ចឹងលោកហ៊ុនម៉ាណែតឥឡូវធាក់យ៉ាក់ទល់ផ្អកដោយសារតែរឿងលខោនសោះយើងទៅលេងមែនតែនហើយអត់ព្រមបោកសហគមន៍អន្តរជាតិដើម្បីឲ្យបានទទួលជំនួយប្រជាពលរដ្ឋអ្នកមើលទាំងអស់រងគ្រោះទាំងអស់ទាំង18លានអ្នកឥឡូវខ្ញុំនិយាយពីរឿងលោកហ៊ុនម៉ាណែតហេតុអីបានជាគាត់គាំទ្រទស្សនៈមេតបលីពូនេះមានន័យថាលោកហ៊ុនម៉ាណែតឲ្យបណ្ឌិតបិទមាត់ទៅហើយដូចខ្ញុំនិយាយចឹងបងប្អូនបណ្ឌិតខ្ញុំរាប់មិញណាបណ្ឌិតស្រុកគេរាប់ម៉ឺនរាប់សែនអ្នកនិយាយបាច់បណ្ឌិតស្រុកណាតែស្រុកថៃនេះរាប់សែនអ្នកហើយបណ្ឌិតគេគឺឡើងមករហូតតតែកុំថាឡើយគេបញ្ចេញមតិនៅក្នុងសង្គមថៃគេខ្ទាស់នឹងរដ្ឋាភិបាលគេនិយាយអីគឺគេបណ្ឌិតគេគឺផលផុសហើយយើងស្អប់ថៃអូយស្អប់ប៉ុន្តែអត់មើលរៀនសូត្រពីគេផ្ទុយទៅវិញមេដឹកនាំខ្មែរយើងលោកហ៊ុនសែនណាបណ្ឌិតខ្មែររកអត់បានមកនិយាយទៅយកតែអត្ថបទរបស់បណ្ឌិតថៃ2ដង3ដងយកមកផ្សាយទៅនៅក្នុង Facebook គាត់បណ្ឌិតខ្មែរមកកណកដឹកគាត់រកអត់បានគាត់ទៅយកពីបណ្ឌិតថៃយកមកផ្សាយពងអាស្អប់ថៃពងរករឿងថៃទៅយកមតិរបស់បណ្ឌិតថៃលើកដំកើងបណ្ឌិតថៃយកមកផ្សាយក្នុងខ្មែរខ្លួនឯងប្រហែលជាគិតថាយកគេហៅបន្លាជួបន្លាប៉ុន្តែយើងមើលងាយបណ្ឌិតយើងអត់មានចេះអីទេហើយដល់ឥឡូវបណ្ឌិតរាប់ម្រាមដៃបណ្ឌិតមាសនេះមានបណ្ឌិតញ៉លរដ្ឋាមិញហ្នឹងបណ្ឌិតកិនភាបណ្ឌិតយងពៅនិងបណ្ឌិតសុកទួយរាប់ទៅបា5នាក់មានបណ្ឌិតដូចជាងិនសផលឯម្ដងឯងនិយាយពីរឿងកោះគុតរបស់ខ្មែរឥឡូវបាត់មុខឈឹងហ្មងបាត់ឈឹងរកអត់បានបណ្ឌិតយើងគឺរកអត់បាន5 6នឹងចម្រាប់ឡើងចង់ក្រិនខួរក្បាលហើយឥឡូវនៅពេលអញ្ចឹងហើយក្នុងបណ្ឌិត5នៃខ្ញុំរាប់មិញហ្នឹងបណ្ឌិត7មករា3បាត់ទៀតគឺបណ្ឌិតសុកទួយបណ្ឌិតកិនភានិងបណ្ឌិតយងពៅបណ្ឌិតមាសនេះដឹងហើយលោកមិនមែនជាបណ្ឌិត7មករាតាំងពីអើយមកព្រោះជាមិត្តជិតស្និទ្ធរបស់លោកបណ្ឌិតកែមលីហើយនេះបណ្ឌិតញ៉លរដ្ឋានេះមកពីរុស្ស៊ីនេះដែលហ៊ាននិយាយច្រើនតាក់ទងនឹងការពិតនៅក្នុងសង្គមដែលប្រជាពលរដ្ឋគ្រាន់តែស្ដាប់ហើយគឺផ្អើលគ្រប់គ្នាថាមានបណ្ឌិតអញ្ចឹងដែរតែបណ្ឌិតអញ្ចឹងបន្តិចទៀតឆ្កែស៊ីបាត់ហើយព្រោះអីឲ្យតែហ៊ាននិយាយត្រូវអញ្ចឹងគឺអត់នៅយូរទេខ្ញុំសុំទោសលោកបណ្ឌិតញ៉លរដ្ឋាខ្ញុំអត់ប្រមាថការទានជីវិតរបស់លោកទេខ្ញុំសរសើរវីរភាពដ៏អស្ចារ្យរបស់លោកចង់បានបណ្ឌិតបែបនេះឲ្យច្រើនក៏ប៉ុន្តែជាអកុសលស្រុកខ្មែរគ្រាន់តែចេញមកភ្លាមលោកដឹងហើយណាលោកហ៊ុនម៉ាណែតផ្ញើសារនេះទៅលោកបណ្ឌិតញ៉លរដ្ឋាជាពិសេសហេតុអីបានជាអញ្ចឹងថ្ងៃនេះលោកបណ្ឌិតញ៉លរដ្ឋានិងបណ្ឌិតមួយចំនួនហ្នឹងមានទាំងលោកបណ្ឌិតកិនភាបណ្ឌិតយងពៅលោកបណ្ឌិតមាសនេះហ្នឹងគេមានវេទិកាមួយកិច្ចពិភាក្សាតុមូលស្ដីពីអ្វីដែលជាសេណារីយ៉ូធ្វើឲ្យពិភពលោកបាត់បង់សណ្ដាប់ធ្នាប់នាពេលបច្ចុប្បន្នប្រធានបទនេះល្អណាស់និយាយពីការបាត់បង់សណ្ដាប់ធ្នាប់ពិភពលោកនិយាយថាពិភពលោកឥឡូវក្លាប់ចាក់អស់ហើយល្អប៉ុន្តែនៅពេលដែលនិយាយឬបណ្ឌិតញ៉លរដ្ឋាហ្នឹងគឺគាត់និយាយពីរឿងយើងអ្នកខ្ញុំដកស្រង់ប្រសាសន៍របស់គាត់ដែលគឺ share ពេញបណ្ដាញសង្គម Facebook លោកបណ្ឌិតញ៉លរដ្ឋាហើយត្រូវបានសារព័ត៌មានភ្នំពេញប៉ុស្តិ៍ហ្នឹងយកមកដកស្រង់រំលឹកច្រើនដងដែរគាត់ដាក់ថាចេះគ្រប់សមរភូមិទាំងអស់នៅម៉ោងនេះយើងអត់មានប្រៀបលើគេទេអ្នកអារឿងនេះ
ដែលរឿងនៃលោកហ៊ុនម៉ាណែតចេញសារហ្នឹងខ្ញុំសង្កេតខ្ញុំសន្និដ្ឋានទេបងប្អូនខ្ញុំអាចខុសអាចលោកហ៊ុនម៉ាណែតសំដៅទៅលើបណ្ឌិតណាខ្ញុំអត់ដឹងទេណាក៏ប៉ុន្តែរឿងនេះមិនមែនជារឿងចៃដន្យទេវេទិកានេះគឺមានអ្នកចូលរួមលោកបណ្ឌិតមាសនេះលោកបណ្ឌិតសុកទូចលោកបណ្ឌិតកិនភាលោកបណ្ឌិតយងពៅលោកបណ្ឌិតញ៉លរដ្ឋាមានតែប៉ុណ្ណឹងហើយបណ្ឌិត7មករា3បាត់ហើយហ្នឹងហើយចឹងបើដកលោកបណ្ឌិតមាសនេះឬក៏ទុកលោកបណ្ឌិត2នាក់នេះលោកញ៉លរដ្ឋានិងលោកបណ្ឌិតមាសនេះអញ្ចឹងអ្វីដែលលោកហ៊ុនម៉ាណែតចង់រិះគន់គឺមានតែបណ្ឌិត2ហ្នឹងបើមិនលោកបណ្ឌិតមាសនេះគឺលោកបណ្ឌិតញ៉លរដ្ឋាប៉ុន្តែលោកបណ្ឌិតមាសនេះលោកនិយាយរិះគន់រដ្ឋាភិបាលឥតសំចៃមាត់យូរដែរហើយអត់មានរឿងអីប្លែកទេតែលោកបណ្ឌិតញ៉លរដ្ឋានេះទៅតែលើកនេះដែលនិយាយឃ្លាមួយដែលពាក់ព័ន្ធថាយើងគ្រប់សមរភូមិទាំងអស់នៅម៉ោងនេះគឺយើងអត់មានប្រៀបលើគេទេហើយលោកបណ្ឌិតញ៉លរដ្ឋាគាត់និយាយត្រូវគឺយើងនៅសល់តែការអួតទេរាល់ថ្ងៃនេះព្រោះសមរភូមិអីលោកបណ្ឌិតញ៉លរដ្ឋាគាត់លើកឡើងអំពីយើងបណ្ឌិតរបស់យើងក៏យើងចាញ់គេដែរយើងរាប់អត់បានបណ្ឌិតគ្រប់ទេយើងបណ្ឌិតមាន10ប៉កែគាត់ថាគាត់សរសើរថាបណ្ឌិតខ្មែរប៉កែដោយបណ្ឌិតដែលនៅក្នុងកំពង់អាចែកហ្នឹងគាត់ថាបើរាប់ទៅបានមិនដល់10នាក់ហងបណ្ឌិតថៃគេមាន10000នាក់គាត់និយាយពីប្រៀបធៀបបណ្ឌិតគេគាត់ថាយើងរាប់បានមិនទាន់បាន10នាក់គេមាន10000តើយើងទៅមានកន្លែងណាមានប្រៀបលើគេអាហ្នឹងគាត់និយាយរឿងមួយហើយនេះគឺជាការពិតតាមពិតបណ្ឌិតខ្មែរពួកខ្ញុំសុំកែលោកញ៉លរដ្ឋាបន្តិចបណ្ឌិតខ្មែរបើសិនជាយើងយកមកស្រង់ឈ្មោះមែនតើណាអាចមានលើសថៃប៉ុន្តែភាគច្រើនជាបណ្ឌិតសេះហោះជាអីចឹងប៉ុន្តែបងប្អូនអើយមានច្រើនមិនខ្វល់ទេសំខាន់ឆ្មាសបុលអីក៏ដោយឲ្យតែវាចេះចាប់កដោតែបណ្ឌិតយើងសងំសុកទាំងអស់ហ្នឹងនៅសល់3 4គ្រាប់ហ្នឹងក៏គេប្រឡែងមកគេមិនចង់ធ្វើបាបហ្នឹងក្រៅពីហ្នឹងសងំសុកទាំងអស់បញ្ញវន្តខ្មែរគឺរស់ក្នុងស្ថានភាពសងំសុកអាជ័យធ្លាក់ទឹកហើយអើម៉ាយុទ្ធសងតែស្កមានតែប៉ុណ្្នឹងឯងបើអញ្ចឹងអត់រស់ទេគេធ្វើបាបធ្វើទុកបុកម្នេញមិនឲ្យបង្រៀនមិនឲ្យអីគេតាមដល់ផ្ទះអីចឹងតែអញ្ចឹងតាឥឡូវនៅសល់បណ្ឌិតទីទួចគ្រាន់តែនិយាយមកដោយលោកញ៉លរដ្ឋាលោកហ៊ុនម៉ាណែតក្តិចពេចបាច់បាត់លោកញ៉លរដ្ឋាគាត់និយាយថាយើងចាញ់គេគ្រប់សមរភូមិដោយសាររឿងធនធានមនុស្សដោយសាររឿងសេដ្ឋកិច្ចដោយសាររឿងបញ្ញាញាណដោយសាររឿងទីតាំងភូមិសាស្ត្រដោយសាររឿងតំណែងតំណងដោយសារអីច្រើនដែលគាត់និយាយមកគឺពេញចិត្តមែនតើមួយទៀតគាត់ថាបើអុកញ៉ាវិញងារបណ្ឌិតយើងវិញគឺអ្នកខ្លះជាអុកញ៉ាហើយមានងារបណ្ឌិតទៅទៀតចុះបើអុកញ៉ានឹងងារបណ្ឌិតគាត់តាមពិតលោកញ៉លរដ្ឋាយើងលើសបន្តិចដែរយើងមិនរើសអើងទេបណ្ឌិតទោះអ្នកណាលក់លះហាលអីក៏ដោយតែគេរៀនបានច្រើនឲ្យបណ្ឌិតទៅឲ្យតែគេខំប្រឹងរៀនឬក៏អ្នករកស៊ីអីក៏ដោយបើគេចង់បានបណ្ឌិតឲ្យតែគេរៀនប៉ុន្តែលោកញ៉លរដ្ឋាលើកឡើងគាត់ធម្មចិត្តហ្នឹងគឺត្រង់ថាបើអុកញ៉ាបណ្ឌិតហ្នឹងគឺអត់រៀនបានសញ្ញាបត្រដោយអត់បានចូលរៀនអានេះរឿងច្រើនណាបងប្អូនឃើញទេរឿងយើងចាញ់ព្រៀបគេគ្រប់សមរភូមិរឿងអុកញ៉ារឿងបណ្ឌិតអីអត់បានរៀនវាទឹះចិត្តលោកហ៊ុនម៉ាណែតភ្លាមអញ្ចឹងហើយបានជាលោកយកអីកណនីមេតបលីពូហ្នឹងនិយាយពីរឿងអ្នកចែវទូកហ្នឹងឯងហើយដល់ពេលនិយាយរឿងអ្នកចែវទូកហ្នឹងគឺយ៉ាងម៉េចគឺចង់និយាយថាអ្នកចែវទូកល្ងង10គុតចឹងមែនប៉ុន្តែដល់ពេលមានព្យុះចេះហែលទឹកហែលរួចបណ្ឌិតចេះច្រើនមែនតែដល់ពេលអត់ចេះហែលទឹកដល់ពេលមានព្យុះស្លាប់ហ្នឹងនិយាយច្រើនស្លាប់ដូចមាត់ដូចត្រីកាភ្លៀងនេះគឺជាសារបន្តិចបង្អាក់ហើយជាសារមិនមែនចេញពីបញ្ញវន្តទេជាសារចេញពីមនុស្សខ្លៅមិនមែនចេញពីបញ្ញវន្តដូចលោកហ៊ុនម៉ាណែតទេបើចេញជាមនុស្សខ្លៅខ្ញុំជឿថាខ្ញុំអត់ឆ្ងល់ទេតែដល់ពេលចេញពីលោកហ៊ុនម៉ាណែតខ្ញុំថាមិនគួរអញ្ចឹងសោះបណ្ឌិតគេនិយាយអីនិយាយទៅជាសិទ្ធិបណ្ឌិតតាយើងកុំទៅរករឿងបណ្ឌិតនៅក្នុងការបញ្ចេញមតិតែយើងត្រូវរករឿងដោះស្រាយរបៀបដឹកនាំប្រទេសរបស់យើងហ្នឹងថាតើហេតុអីបានជាឲ្យគេបញ្ចេញមតិអញ្ចឹងយើងអត់ទៅនាំគ្នារករឿងអ្នកហួចហៅខ្យល់ទេយើងត្រូវរកអីផលិតផ្ទះដែលកំពុងឆេះកុំអ្នកហួចហៅខ្យល់ហ្នឹងយើងខឹងសម្បាគេខឹងទៅតែធ្វើម៉េចជួនកាលគេដឹងថាយើងនេះចង់ឲ្យយើងឆេះអស់តែមិនមែនជាកំហុសអ្នកហួចហៅខ្យល់ទេព្រោះគាត់ទៅហួចហៅខ្យល់យ៉ាងម៉េចបើខ្យល់ជារឿងធម្មជាតិហ្នឹងសំខាន់គឺយើងផលិតភ្លើងតែអ្នកណាដែលមានសិទ្ធិផលិតភ្លើងគឺយើងធ្វើមិនបានអ្នកណារិះគន់អីរិះគន់ទៅកុំធ្វើត្រូវឲ្យដូចគេរិះគន់នេះរឿងនេះដែលជារឿងរកម្មចិត្តមែនតើណាបងប្អូនដែលខ្ញុំមិននឹកស្មានថាលោកហ៊ុនម៉ាណែតធ្លាក់ខ្លួនទាបដល់ប៉ុណ្ណឹងសោះរហូតដល់បណ្ឌិតនៅតែប្រមាណគ្រាប់ហ្នឹងចេញសារបែបហ្នឹងបានន័យថាបណ្ឌិតអស់នេះចាំតែបិទសាប៊ូគូតរត់ចែកជើងគ្នាទៀតហើយចាប់ផ្ដើមស្រួលចេញសុំទោសឬកែអីឬឈប់និយាយសោះអត់មានបណ្ឌិតណាអាចនិយាយអីបានផងឥឡូវមានតែប៉ុណ្ណឹងយើងទៅឲ្យខ្ទប់គាត់ថាកុំឲ្យចេះដឹងច្រើនរឿងចេះអីនិយាយតែហ្នឹង
ចាំបាច់បណ្ឌិតចេះអីនិយាយហ្នឹងលោកក្រោយលោកបណ្ឌិតទាំងអស់ពេលឡើងបញ្ចេញមតិកុំប្រើឈ្មោះបណ្ឌិតអីអស់លោកគ្រាន់តែប្រើជារាសអ្នកលក់លៀហាលក៏អាចនិយាយរឿងស្រុកខ្មែរបានយ៉ាងលំអិតហើយស្រួលនិយាយទៀតផងបើយកងារបណ្ឌិតដែលធ្វើឲ្យលោកហ៊ុនម៉ាណែតថ្នាក់ចិត្តដែលថាបណ្ឌិតសេដ្ឋកិច្ចគួរនិយាយសេដ្ឋកិច្ចបណ្ឌិតនយោបាយនិយាយនយោបាយអត់ពីបណ្ឌិតសេដ្ឋកិច្ចនយោបាយអីក៏ដោយសិទ្ធិប្រជាពលរដ្ឋក្នុងនាមជាប្រជាពលរដ្ឋទូទៅសង្កេតមើលឃើញអីគេនិយាយអីបានស្រេចចិត្តតាជាសិទ្ធិតាហេតុអីបានទៅខ្ទាស់ចាំបាច់យកងារបណ្ឌិតនឹងមកមិនឲ្យគាត់និយាយហើយឥឡូវទៅរករឿងគាត់ថានិយាយទៅនាំតែចង់ក្រោយនិយាយនាំឲ្យស្លាប់ខ្លួនអញ្ចឹងអាក្រក់មែនតើហើយចាំមើលបណ្ឌិតយកដាក់ខ្លួនខ្ញុំនិយាយឲ្យល្អសើចបណ្ឌិតញ៉លរដ្ឋាមិនដឹងនៅណាទេមិនដឹងភ័យខ្លួនឯយ៉ាងម៉េចទេលោកបណ្ឌិតមីសនេះខ្ញុំអត់ឆ្ងល់ទេព្រោះគាត់មិនដែលក្បត់ឧត្តមគតិមនសិការគាត់ទេបណ្ឌិត3 2ទៀត3គឺបណ្ឌិតសុកទូចបណ្ឌិតយងពៅហើយនិងបណ្ឌិតកិនភៀឥឡូវអ្នកដែលចាញ់ប្រតិកម្មមុនគេគឺបណ្ឌិតយងពៅនឹងគាត់និយាយថាម៉េចទេគាត់ថាចេះដំបូងគាត់ចាញ់សារមុនគាត់ថាគេឈូឆគ្រប់ត្រអ្នកចៅទូកក៏តាមនឹងទៅឃើញទេចាញ់រឿងចៅទូកទៀតដែរគេឈូឆគ្រប់ត្រតាមអ្នកចៅទូកក៏តាមនឹងទៅតាមពិតលោកយងពៅនឹងក៏បាននិយាយហើយការនិយាយរបស់លោកយងពៅអត់មានបានប្រយោជន៍អីតាមមួយម៉ាត់និយាយមកក្នុង whole show ហ្នឹងអត់ប្រយោជន៍អីនិយាយតែពីរឿងអាបញ្ហាអត់ព្រមប្រាប់រដ្ឋាភិបាលឲ្យប្តឹងទៅនិយាយស្អីណាថាថៃនឹងឈ្លានពានអ្នកណាគេមិនដឹងថាថៃឈ្លានពានកំពុងតែឆ្ងល់នៅតែចឹងដដែលតែអត់ដែលថាអូឥឡូវនេះយើងមានយន្តការច្បាប់អន្តរជាតិយើងត្រូវប្តឹងទៅតុលាការព្រហ្មទណ្ឌយុត្តិធម៌អត់ដែលហ៊ានប៉ះតាមបន្តិចគេចោទគាត់ថាបណ្ឌិតឲ្យស្ដាប់អ្នកចៅទូកនឹងត្រូវឲ្យគាត់ក៏ទទួលស្គាល់ដែរថាគេឈូឆគ្រប់ត្រអ្នកចៅទូកតាមនឹងទៅខ្ញុំសាទរខ្ញុំសាទរផងណែទៅជិះចឹងបណ្ឌិតគេបាត់មាត់ហើយគាត់សាទរសុំមរុះហើយនេះហើយគាត់ថាទៀតរីឯអ្នកព័ត៌មាននឹងសម្ភាសអ្នកចៅទូកបណ្ឌិតបែបសល់ម៉ោងថែកូនអញ្ចឹងនាំគ្នាទៅសម្ភាសអ្នកចៅទូកទៅបណ្ឌិតយ៉ងពៅឯងគាត់ថាទុកពេលមើលកូនលោកបណ្ឌិតអើយមើលកូនក៏មើលទៅព្រោះអីលោកនិយាយមករាល់ដងនេះដូចអត់ប្រសើរបានប្រយោជន៍អីប្រហែលដែរទេមើលកូនល្អជាងកុំឲ្យគេជេរហើយមុននឹងទៀតគាត់ថាអញ្ចេះគាត់ថាជូនប្រិយមិត្តបន្ថែម4ម៉ោងមុននឹងខ្ញុំផ្សាយហ្នឹងគាត់ថាចេះជូនប្រិយមិត្តរឿងបណ្ឌិតនិងអ្នកចៅទូកគួរចាប់ត្រឹមហ្នឹងទៅសង្គមមួយត្រូវការគ្នាបំពេញគ្នាទៅវិញទៅមកអ្នកក៏និយាយត្រូវនេះខ្ញុំសរសើរលោកយងពៅនិយាយទៀតប៉ុន្តែមិនមុនហ្នឹងឈប់ទៅមើលកូនប៉ុន្តែលោកនិយាយគ្នានេះល្អនិយាយទៀតទៅសុំបំពេញគ្នាទៅវិញទៅមកប៉ុន្តែកុំបំពេញគ្នាឲ្យបំពេញតែរដ្ឋាភិបាលហ្នឹងលោកទៅបំពេញអ្វីដែលរដ្ឋាភិបាលអត់ខ្វះផងហ្នឹងយើងទៅបំពេញរហូតដល់វាកពុបហៀហើយហ្នឹងទៅសរសើររដ្ឋាភិបាលគ្រប់ពេលហ្នឹងចំណេញអីគេលោកយងពៅឥឡូវគាត់ថាសូមមេត្តាជ្រោមជ្រែងសង្គមយើងទាំងអស់គ្នានេះគាត់និយាយត្រូវទៀតជ្រោមជ្រែងបើលោកចង់ជ្រោមជ្រែងនិយាយការពិតឲ្យបានច្រើនបើអត់ទេទៅមួយកូនទៅល្អដែរអាហ្នឹងពីរឿងលោកបណ្ឌិតយងពៅខ្ញុំស្លេះត្រឹមប៉ុណ្ណឹងអញ្ចឹងសរុបសេចក្តីមកវិញសង្គមយើងគឺយើងមួយអត់ជ្រៅទៅអត់ឆ្ងាយទេបងប្អូនឃើញទេបណ្ឌិតឡើងមកជជែកមតិយើងចាប់ផ្ដើមឆ្លោះគ្នាបែកខ្ទិះរឿងគំនិតបណ្ឌិតបាត់ទៅហើយហ្នឹងតើយើងជជែកអីគេអត់មានជ្រុងទៅទេព្រោះអីរដ្ឋាភិបាលអត់ទទួលស្គាល់កំហុសឆ្គងរបស់ខ្លួនទេសប្តាហ៍ហ្នឹងគេវាយយក73កន្លែងហ្នឹងគឺគាត់អត់បន្ទោសរដ្ឋាភិបាលអសមត្ថភាពនៅក្នុងការមិនអាចគ្រប់គ្រងដែនអធិបតេយ្យបាននៅក្នុងការដែលធ្វើឲ្យជាតិនេះបែកបាក់លាតកំណត់ទ្របឲ្យចោលអត់ទេអត់ទទួលស្គាល់តតែសោះនៅតែខ្លាំងនៅតែរឹងមាំនៅតែបន្ទោសមកពីថៃយើងអត់បន្ទោសខ្លួនឯងខ្សោយទេយើងបន្ទោសមកពីថៃទៅវិញឃើញទេរឿងច្រើនមកកណក៏ដឹករបៀបដឹកនាំរដ្ឋយើងតាំងពីយើងដឹកនាំឲ្យបំផ្លាញគ្នាឯងអត់ប្រជាធិបតេយ្យប្រទេសដទៃគេលែងគ្រប់គ្រងយើងគេទុកឲ្យយើងឯកោគេដាក់ទណ្ឌកម្មយើងដល់តែពេលមានរឿងអីជាមួយថៃអត់មានសហគមន៍អន្តរជាតិណាមួយថ្កោលទោសយើងសំបីតែចិនវៀតណាមយើងអត់ដឹងខ្លួនយើងនៅតែគិតថារឿងហ្នឹងគឺរឿងថាឲ្យបណ្ឌិតទាំងអស់ហ្នឹងនាំគ្នាបន្ទោសអ្នកក្រៅអត់បន្ទោសសាច់ឯងហើយរហូតតលតែទៅឲ្យអ្នកសារព័ត៌មានណាហ្នឹងទៅអង្គុយរលុញលើកជើងក្រែឲ្យរដ្ឋាភិបាលទៀតដើម្បីអីថាមកហ្នឹងយើងអត់ត្រូវបន្ទោសខ្មែរគ្នាឯងបើសិនជាយើងមិនធ្វើដូចរបៀបដឹកនាំសពថ្ងៃស្មានតែយើងចាញ់ថៃអត់វាយខ្មែរបានទេណា20ឆ្នាំជាងហើយថៃចិញ្ចឹមចិត្ត25ឆ្នាំថៃអត់ដែលហ៊ានវាយខ្មែរទេនៅម្ដុំព្រះវិហាររៀងកវ៉ាល់បន្តិចតែអត់ដែលហ៊ានមកអញ្ចឹងដល់តែពេលរំលាយគណៈបកសង្គ្រោះជាតិរំលាយអីសពបែបយ៉ាងខ្មែរបែកបាក់ខ្ទេចខ្ទីជំវិញផ្ទៃប្រទេសថៃបានដៃភ្លាមដូចបាច់ប្រាក់ដួងចូលក្នុងព្រៃរស័យក្នុងសម័យលង្វែកត្រូវហ៊ានទទួលស្គាល់ការពិតថាយើងដឹកនាំប្រទេសឲ្យថៃឈ្លានពានយើងបានដោយអត់មានអីការពារខ្លួនសោះដូចសម័យខ្មែរក្រហមដែលពួកយួនចូលមក
រត់ចែកជើងគ្នាគឺយើងធ្វើឲ្យប្រទេសខ្ទេចខ្ទីបែកបាក់សាមគ្គីផ្ទៃក្នុងរហូតដល់ទាហានវៀតណាមចូលមកគឺដើរចូលយកហ្មងរុញចូលទៅដល់ទល់ដែនគ្មានតដៃអីបានបប្រាវទេព្រោះវាអស់មានកម្លាំងក្នុងខ្លួននេះអញ្ចឹងដូចគ្នាអញ្ចឹងហើយអត់ទទួលស្គាល់ទៅបន្ទោសអ្នកដតីទៅវិញហើយបណ្ឌិតយើងហ្នឹងអញ្ចឹងទៅបន្ទោសអ្នកដតីទៅរករឿងអ្នកដតីថ្ងៃនេះខ្ញុំនិយាយពីលោកបណ្ឌិតកិនភាបណ្ឌិតខ្មែរបន្ទោសអាស៊ាននិងអង្គការសហប្រជាជាតិដែលមិនជួយខ្មែររឿងចំនួនព្រំដែនឃើញទេយើងសរសើរលោកបណ្ឌិតកិនភាថានៅតែមួយឯងមកពីស្រុកជាមួយលោកបណ្ឌិតកែមលីដែលនិយាយទៅរឿងត្រូវច្រើនក៏ប៉ុន្តែឥឡូវទៅអស់សង្ឃឹមទៀតថ្ងៃហ្នឹងនៅក្នុងអវេទិកាជជែកគ្នាស្អីគេពីរឿងកម្ពុជារឿងអីជាមួយថៃហ្នឹងគឺគាត់សួរសំណួរថាបងប្អូនទាំងអស់គ្នាផ្ញើសារទៅអន្តរជាតិថាកម្ពុជាបានធ្វើអ្វីគ្រប់យ៉ាងរួចអស់ហើយនៅឡើយតែសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិនិងអាស៊ានទេដែលអត់ទាន់ធ្វើអីដើម្បីខ្មែរលោកសួរសំណួរអញ្ចឹងណាតែយើងស្ដាប់ទៅគឺបណ្ឌិតណាគឺគាត់មានទស្សនវិស័យខ្ពស់គួរឲ្យគោរពព្រោះគាត់ជាតិនិយមគាត់ស្រឡាញ់ខ្មែរស្ទើរលេបក៏ប៉ុន្តែគំនិតនេះស្ទើរដូចក្មេងបៀមដៃអញ្ចឹងនៅពេលដែលគាត់និយាយចេះចាំខ្ញុំបញ្យល់ចំណុចត្រូវខ្ញុំថាត្រូវចំណុចខុសខ្ញុំថាខុសចំណុចត្រូវពិភពលោកអយុត្តិធម៌សម្រាប់កម្ពុជាពេកហើយខ្ញុំក៏ធ្លាប់និយាយដោយបណ្ឌិតកិនភាដែរអង្គការសហប្រជាជាតិនេះនៅពេលដែលខ្មែរក្រហមឈ្លានពានសម្លាប់ប្រជាពលរដ្ឋខ្មែរ3ឆ្នាំ8ខែ20ថ្ងៃ3ឆ្នាំ8ខែ20ថ្ងៃស្លាប់ប្រជាពលរដ្ឋខ្មែរអស់ជាង1លាន7សែននាក់អង្គការសហប្រជាជាតិអត់មានឈឺក្បាលបានជួយកម្ពុជាទេចំណុចនេះលោកកិនភានិយាយត្រូវដោយលោកហ៊ុនសែនធ្លាប់និយាយចឹងខ្ញុំគ្រប់គ្រងចំណុចដែលថាសហគមន៍អន្តរជាតិនេះហាក់បីដូចជាប្រងើយកន្តើយនឹងកម្ពុជាក្នុងពេលដែលថៃឈ្លានពានខ្មែរចំណុចទី2លោកនិយាយពីអាស៊ានលោកនិយាយត្រូវទៀតអាស៊ានណាម៉ោងនេះអត់មានជួយខ្មែរបានទេគឺក្រៅតែពី app of laptop យកតែទួនាទីជាប្រធានបដូវវេនអាស៊ានម៉ាឡេរួចឲ្យបោះបាល់ឲ្យទៅហ្វីលីពីនទៅហើយទៅត្រូវមួយថៃត្រូវអីកាន់តែល្អអឿនជាងខ្មែរទៀតដូច្នេះយើងអស់សង្ឃឹមអាស៊ានហាក់បីដូចជាអត់ជួយអីយើងបានធ្វើឲ្យខ្មែរគិតថារងភាពអយុត្តិធម៌ច្រើនមែនតើគេកំពុងរំលោភបំពានយើងអាស៊ានអត់ជួយយើងសោះលោកនិយាយត្រូវលោកកិនភានិយាយត្រូវហកសហគមន៍អន្តរជាតិក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពេលដែលទៅនិយាយទៅសហគមន៍អន្តរជាតិទាំងមូលអត់មានអ្នកណាថ្កោលទោសថៃថ្កោលទោសអីអត់មានជួយធ្វើអីសោះកម្ពុជាថ្លែងសារការទូតសម្បត្តិទូត9ដងហើយកំណត់ទូតថ្លែងសារថ្កោលទោស800ដងជាងហើយកម្ពុជាយកអ្នកសង្កេតការទៅព្រំដែនសឹងតែរាល់សប្តាហ៍គេបាញ់ផងគេអីផងលាក់ទៅអត់ស្បើយទេកម្ពុជាធ្វើកន្លែងដែលជនពាសឹកភូមិរងចាំឥឡូវបង្កើតឈ្មោះភូមិរងចាំហ្នឹងកាត់ឈ្មោះភូមិរងចាំហ្នឹងចូលទៅក្នុងដែនរដ្ឋបាលជាភូមិថ្មីចេញអនុក្រឹត្យថ្មីកំណត់ភូមិរងចាំជាភូមិមានឈ្មោះនៅក្នុងភូមិមួយសម្រាប់បោះឆ្នោតទៀតចែកអំណោយធ្វើអីសពបែបយ៉ាងលោកនិយាយត្រូវប៉ុន្តែអ្វីដែលខ្ញុំគិតថាលោកកិនភានិយាយដូចគ្មានបៀមដៃហើយជាបណ្ឌិតគឺលោកកិនភាកំពុងតែស្អំចិត្តរដ្ឋាភិបាលកម្ពុជាឲ្យคล้ายទៅជាជនរងគ្រោះទាំងខ្លួនឯងបានចូលរួមចំណែកនៅក្នុងការធ្វើឲ្យថៃឈ្លានពានខ្មែរបានដែរតែលោកអត់មើលសោះហើយចាំខ្ញុំបញ្យល់រឿងថៃឈ្លានពានខ្មែរនេះណាវាជាគំនិតទុច្ចរិតរបស់អ្នកនយោបាយថៃនិងយោធាថៃក៏ពិតមែនហើយយើងត្រូវទទួលស្គាល់ថាថៃទុច្ចរិតចិញ្ចឹមចិត្តចង់តែឈ្លានពានចង់តែទន្ទ្រានដីខ្មែរតាំងពីយូរអើយមកហើយអត់ពេញចិត្តហើយតែមានរឿងអីនៅបាងកកគឺយកមកទម្លាក់នៅព្រំដែនខ្មែរថៃហើយយើងដឹងហើយតែមានរឿងអីនៅបាងកកគឺយកមកដុតព្រៃនៅឯព្រំដែនដើម្បីកេងចំណេញនយោបាយយើងដឹងហើយនេះជាពូវៀនបទចទារបស់ថៃតែមិនមានអីអត់កំបាំងទេអ្នកណាក៏ដឹងដែរក៏ប៉ុន្តែអ្វីដែលយើងគួរចាំដែលកើតឡើងរឿងដែលធ្វើឲ្យថៃឈ្លានពានខ្មែរគឺរឿងទាំងអស់នេះគឺកើតឡើងពីខ្សែអាត់បែកសម្លេងរបស់អ្នកស្រីបេថងឋានហើយយើងត្រូវទទួលស្គាល់បើយើងអត់ស្គាល់ប្រវត្តិសាស្ត្រទេហើយយើងនៅការពារកាងអំណាចឬក៏គិតបិទបាំងអំពើប្រេះផ្ដាស់របស់កម្ពុជាហើយយើងគិតថាថៃខុសគ្រប់រឿងខ្ញុំជឿថាយើងធ្វើសមរភូមិនេះយើងមិនឈ្នះថៃទេយើងអត់ឈ្នះយើងស្លាប់ខ្លួនក៏អត់ឈ្នះដែរបន្តិចទៀតជេរខ្មែរគ្នាឯងរករឿងខ្មែរគ្នាឯងហើយខ្ញុំបញ្យល់ឲ្យយើងស្គាល់ប្រវត្តិសាស្ត្រហើយដើម្បីឲ្យយើង
đau ở trong cô đau thậtត្រូវដោះស្រាយបញ្ហាអីឲ្យប្រកាសកុំឲ្យបណ្ឌិតខ្មែរក៏គាត់វល់អត់មានទិសតំបន់ដែរពេលដែលលោកហ៊ុនសែនបំបែកខ្សែអត្តសម្លេងដែលនិយាយជាឯកជនជាមួយអ្នកស្រីបៃថងឋានណាដែលជាគ្រួសារបងធរឪប្អូនធរជាមួយលោកថាច់ស៊ីន30ឆ្នាំលោកហ៊ុនសែនយកលោកថាច់ស៊ីនណាគឺជាអ្នកដែលការពារអំណាចផ្ដាច់ការរបស់គាត់ឲ្យបានព្រោះត្រូវការត្រកូលថាច់ស៊ីនមិនស្រឡាញ់ហ្មងទេប៉ុន្តែស្រឡាញ់ការពារឯងជួយអញជួយឯងយកគ្រួសារត្រកូលថាច់ស៊ីននេះយកមកដើម្បីតែបំផ្លាញខ្មែរគ្នាឯងទេព្រោះអីគាត់ចំណេញមួយគឺបើគាត់ត្រូវគ្នាជាមួយត្រកូលថាច់ស៊ីនគាត់ដឹងថានយោបាយនៅប្រទេសកម្ពុជាត្រូវការពឹងពាក់នយោបាយនៅប្រទេសថៃដោយសារអីថៃគឺជាទីជ្រកកោននយោបាយរបស់ក្រុមសកម្មជនគណបកប្រឆាំងឬក៏អ្នកដែលតតាំងនឹងរដ្ឋាភិបាលរត់ទៅថៃទាំងអស់ព្រួយរត់ទៅវៀតណាមដឹងអត់បានទេ